ពួកគាត់យកទឹកក្តៅឆុងតែមួយកោហើយអង្គុយស្រៀបទឹកតែដោយក្តីលំហែអារម្មណ៍ថ្មីត្បិតតែការរអ៊ូរទាំជារឿងធម្មតាមួយប៉ុន្តែចំពោះប្រិយប្រពន្ធទាំងពីរវិញគិតថានេះជារឿងមួយដ៏មានតម្លៃថ្ងៃនោះពេលជូនគាត់ចូលក្នុងពន្ធនាគារខ្ញុំចាំគាត់ដល់ម៉ោង5ទើបទៅដល់ផ្ទះដើរជិតដល់5ម៉ោងពីព្រោះដើរផងយំផងមិនដឹងថាផ្លូវនៅខាងណាទេឲ្យតែរំលឹកដល់អតីតកាលដែលប្តីនាងត្រូវបញ្ជូនទៅដាក់ពន្ធនាគាររឿងជូរចត់ទាំងនេះធ្វើឲ្យនាងទឹកភ្នែកហូរដោយមិនឈប់និងដាក់កំហុសទៅលើខ្លួនជានិច្ចពីព្រោះដោយសារនាងជឿជាក់លើគេធ្វើឲ្យស្វាមីនាងជាប់ពន្ធនាគារគ្រួសារបែកបាក់គ្នានាងឲ្យស្វាមីនាងធ្វើជាអ្នកអះអាងឲ្យមិត្តម្នាក់ដែលខុសច្បាប់ពេលគាត់មិននៅខ្ញុំសរសេរក្នុងកំណត់សិភៅរៀងរាល់ថ្ងៃពីព្រោះគ្មានផ្លូវផ្សេងទៀតឡើយពេលនោះខ្ញុំមិនដឹងស្រួលចិត្តដោយរបៀបណាខ្ញុំក៏សរសេរកំណត់ក្នុងសិភៅដល់ទៅ2ក្បាលចាងអ៊ីរីងអាយុ21ឆ្នាំក៏រៀបការមកតៃវ៉ាន់ក្នុងឆ្នាំដែលស្វាមីមានរឿងនាងមានអាយុ24-25ឆ្នាំប៉ុណ្ណោះក្នុងមួយរំពេចនោះនាងត្រូវទទួលខុសត្រូវក្នុងការថែរក្សាកូននិងអ្វីៗគ្រប់បែបយ៉ាងក្តីលំបាកក្នុងចិត្តសំបីតែម្ដាយនៅស្រុកក៏មិនដឹងដែរគ្មានអ្វីសំខាន់ជាងគ្រួសារទេដូច្នេះក្រោយពីស្វាមីនាងចេញពីពន្ធនាគារហើយអ្នកទាំងពីរក៏ចាប់ផ្ដើមរកស៊ីនៅក្នុងផ្សារក្រោយពីបានចាប់ផ្ដើមជីវិតជាថ្មីហើយអ្នកទាំងពីរក៏ក្រោកឈរឡើងម្ដងទៀត3ឆ្នាំមកនេះក៏បានរីកចម្រើនខ្លះដែរនេះហើយជាលទ្ធផលរបស់ពួកខ្ញុំក្រោយពីក្រោកឈរពីជីវិតដែលកំសត់ហើយនោះធ្វើឲ្យអ្នកទាំងពីរកាន់តែអោបប្រសោបនៅលទ្ធផលចំពោះមុខ